ហេតុអ្វីបានជាយន្តហោះចម្បាំងមានកាប៊ីនពីឡុតខ្លាំងខ្លាយគូនៅផ្នែកខាងក្រោមរបស់វាមនុស្សភាគច្រើនគិតថាវាគ្រាន់តែជាការរចនាដើម្បីលម្អឬជាប្រពៃណីលយៗមួយនៅក្នុងវិស័យអាកាសចរតែប៉ុណ្ណោះប៉ុន្តែការពិតទៅការលាបពណ៌ដ៏សាមញ្ញនេះគឺជាអាវុធយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់មួយយុទ្ធសាស្ត្របោកភ្នែកក្នុងសមរភូមិអាកាសនៅពេលដែលយន្តហោះចម្បាំងបើការប្រយុទ្ធយ៉ាងប្រកិតយន្តហោះនីមួយៗហោះហើរក្នុងល្បឿនរាប់រយម៉ាយក្នុង1ម៉ោងដើម្បីរស់រានមានជីវិតពីឡុតត្រូវតែតាមដានមើលកាប៊ីនកញ្ចក់របស់សត្រូវជាប្រចាំដើម្បីដឹងភ្លាមៗថាយន្តហោះនោះកំពុងតែហោះហើរងើបឡើងឬក៏កំពុងបត់ទៅទិសណាការបង្កើតភាពច្រឡំដល់ខួរក្បាលចំណុចនេះហើយដែលបង្កើតជាឱកាសដ៏អស្ចារ្យមួយក្នុងការបោកបញ្ឆោតសត្រូវកងទ័ពបានលាបពណ៌កាប៊ីនខ្លាំងក្លាដែលមានពណ៌ដិតនិងកម្រិតពណ៌ច្បាស់នៅចំផ្នែកខាងក្រោមពោះរបស់យន្តហោះនៅក្នុងស្ថានភាពដ៏វឹកវរនិងល្បឿនដ៏លឿនស្លេវនៃសមយុទ្ធត្រឹមតែមួយប្រព្រិចភ្នែកខួរក្បាលរបស់មនុស្សយើងតែងតែពឹងផ្អែកទៅលើការមើលឃើញយ៉ាងរហ័សលទ្ធផលនៅពេលដែលពីឡុតសត្រូវក្រឡេកឃើញកាប៊ីនខ្លាំងក្លាយនេះហោះកាត់ខួរក្បាលរបស់ពួកគេនឹងត្រូវចាញ់បោកទាំងស្រុងដោយគិតថាយន្តហោះនេះកំពុងផ្ងាឡើងទៅលើធម្មតានិងកំពុងបត់មករកពួកគេប៉ុន្តែតាមពិតទៅយន្តហោះនោះកំពុងតែហោះកាប់ចុះក្រោមហើយកំពុងហោះចេញឆ្ងាយទៅវិញទេការពង្វេងស្មារតីនិងភ័ន្តច្រឡំត្រឹមតែមួយភាគតូចនៃវិនាទីនេះអាចធ្វើឲ្យសត្រូវមានភាពស្ទាក់ស្ទើរឬហោះទៅទិសដៅខុសដែលជាឱកាសមាសដ៏ល្អឥតខ្ចោះសម្រាប់ពីឡុតក្នុងការកំណត់គោលដៅហើយបញ្ចប់ការប្រយុទ្ធឈ្នះភ្លាមៗ